buôn vị thi xa thông thống đẹp chia ba từ lơ chủng ngữ dễ mòn chủng bua chủng ngữ dễ mòn này hưu vai rò khang mình tên cứ cọt miền tràn bần thai nệ miền khổ xaឬក៏អត់ទាន់មានគ្រួសារទេហើយជំងឺសេកមាន់នោះវាមានករណីពីរទី1គឺការឆ្លងដោយប្រយោលទី2គឺការឆ្លងដោយការប៉ះផ្ទាល់កត្តាចម្បងធំបំផុតជំងឺសេកមាន់នេះគឺឆ្លងដោយការរួមភេទទី2ចំពោះការឆ្លងដោយប្រយោលចំពោះការឆ្លងដោយប្រយោលគឺការឆ្លងនៅតាមបន្ទប់ទឹកដោយបន្ទប់ទឹកសាធារណៈដែលមានមនុស្សចេញចូលច្រើនគឺយើងអាចឆ្លងបានដែរទី2ការប្រើប្រាស់ខុសក្នុងការប្រើប្រាស់កសែងលាយឡំគ្នាក៏អាចធ្វើឲ្យយើងមានបញ្ហាឆ្លងមេរោគនឹងដែរអានឹងគឺជាការឆ្លងដោយប្រយោលចំពោះវិធីសាស្ត្រក្នុងការព្យាបាលទៅលើសេកមាន់នេះទី1គឺយើងអាចព្យាបាលដោយធ្វើការវះកាត់នៅកន្លែងដុំសាច់ឬជារោគសញ្ញាដែលវាដោះចេញកពុកដូចដោះចេញកពុកឬដោះចេញលក្ខណៈបែបកន្ទិះដូចផ្កាស្បៃខណាទី2វិធីសាស្ត្រក្នុងការព្យាបាលគឺយើងធ្វើការដុតនៅកន្លែងមុខសញ្ញាដែលវាចេញជាលក្ខណៈដុំសាច់ឬលក្ខណៈដូចផ្កាស្បៃខណានឹងឲ្យវាបាត់រោគសញ្ញានឹងទៅដោយការប្រើប្រាស់កាំរស្មីជាដើមទី3គឺយើងប្រើប្រាស់គ្រីមឬក៏ប្រើប្រាស់ជែលដើម្បីលាបនៅកន្លែងដុំសាច់ការដោះនៅលើប្រដាប់ភេទរបស់យើងតែម្ដងទី4គឺយើងប្រើប្រាស់ថ្នាំដើម្បីលេបដើម្បីកម្ចាត់ពពួកមេរោគពីខាងក្នុងទៅបាត់ជារោគសញ្ញានៃការដោះដុំសាច់ឬដោះលក្ខណៈកញ្ចុងដូចផ្កាស្បៃខណាអញ្ចឹងបើសិនជាបងប្អូនស្ត្រីឬក៏បងប្អូនបុរសកំពុងតែជួបទៅលើបញ្ហាសេកមាន់បងប្អូនអាចធ្វើការឆាតសួរនាំព័ត៌មានបន្ថែមដើម្បីរកដំណោះស្រាយឲ្យបានត្រឹមត្រូវ